ខ្សែការពារជំរឿសជាតិអាយុក្រោម17ឆ្នាំហើយកន្លងទៅក៏មានការជាប់នៅក្នុងបញ្ជីអ៊ុយ20ផងដែរនៃជំរឿសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោកកូជីខៀវតឺគឺខ្សែការពាររូបនោះគឺនឹមអូវ៉ាន់ដាបាទបងប្អូនបានតាមដានបាល់ទាត់ច្បាស់ជាស្គាល់ហើយបាទគាត់អាចលេងខ្សែការពារកណ្ដាលការពារស្ដាំជាពិសេសគឺឡើងចុះឡើងកូតអីហ្នឹងណាបាទគាត់បច្ចុប្បន្នមានវ័យ17ឆ្នាំហើយកម្ពស់ឃើញដាក់នៅក្នុង Cameroon Premier League គឺ 1m70 បងប្អូនទាំងអស់គ្នាឥឡូវនេះគាត់ប្រកាសបាទចាក់ចេញពីសាលាបាល់ទាត់ជាតិបាទីហើយដោយសារតែធម្មតាគឺហៅថាអស់គ្រប់ឆ្នាំដែលបានរយៈពេលក្នុងការសិក្សាក៏ដូចជាបាទវឹកហាត់នឹងបាន4ឆ្នាំហើយក៏ប្រកាសចាក់ចេញនឹងមានក្លឹបផ្សេងតើក្លឹបណាដែលអាចយករូបគេបាទពួកជាខ្សែការពារស្ដាំម្នាក់ល្អដែរបងប្អូនអាចទៅមើលវីដេអូគាត់លេងឡើងវិញនៅក្នុងកម្រិតអ៊ុយ16ជំនឿជាតិឬជាអ៊ុយ16អ៊ុយ17សាលាបាល់ទាត់ជាតិបាទីហ្នឹងមានវីដេអូគាត់បងប្អូនអាចឃើញគាត់ឡើងចុះកងអត្តអីគឺកម្លាំងល្អបាទអញ្ចឹងសង្ឃឹមថានឹងមានក្លឹបបាទនៅអាចតាក់ទងគាត់ដើម្បីបន្តអាជីពបន្តទៀតដើម្បីឲ្យគាត់បានសម្រេចក្តីសម័យបងប្អូនគាត់បានសរសេរនៅលើ Facebook របស់គាត់ដែរបាទគឺអរគុណរយៈពេលល្អ4ឆ្នាំកន្លងមករបស់ខ្ញុំនៅសាលាបាល់ទាត់ជាតិឬមួយក៏នៅមជ្ឈមណ្ឌលហ្នឹងនិងសាលាបាល់ទាត់ជាតិបាទីបាទនៅមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទីខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបាទលោកអ៊ំសាសខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោកអ៊ំនាយកលោកគ្រូអង្វឹកបាទទាំងពីរក្រុមលោកគ្រូពេទ្យលោកពូរដ្ឋបាលលោកអ៊ំសន្តិសុខនិងបុគ្គលិកផ្សេងទៀតដែលមានវត្តមាននៅក្នុងមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិបាទីដែលបានផ្ដល់នូវសមត្ថភាពចំណេះជំនាញសិលធម៌ព្រមទាំងជួយបាទថែរក្សាការពារទាំងសុខភាពនិងបាទសុវត្ថិភាពការសិក្សារៀនសូត្រចំណីអាហារទាំងឡាយបាទរយៈពេល4ឆ្នាំកន្លងនេះពិតជាអរគុណប្រកបដោយស្នាមញញឹមនិងក្តីសង្ឃឹមបាទហើយក៏សូមអរគុណដែលបានបង្កើតនៅកម្រងអនុស្សាវរីយ៍ជាច្រើនដែលចងចាំពិបាកនឹងបំភ្លេចបាទអរគុណបាល់ទាត់ដែលធ្វើឲ្យខ្ញុំបានអភិវឌ្ឍខ្លួនជាចុងក្រោយខ្ញុំសូមជូនពរឲ្យក្រុមការងារសហព័ន្ធទាំងអស់ជួបពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀកឡើយបាទយ៉ាបាទក្បោះក្បាយរបស់គាត់បាទសម្រាប់ក្មួយវណ្ដានេះបាទគាត់មានវ័យ17ឆ្នាំបងប្អូនហើយលេងឲ្យសាលាបាល់ទាត់ជាតិលេងឲ្យក្រុមយុវជនកម្ពុជាអ៊ុយ15អ៊ុយ16រហូតដល់អ៊ុយ17ហើយក្នុងការប្រកួតកម្រិតជំរុះអ៊ុយ20 Trip Asia កាលពីឆ្នាំ2024កន្លងទៅនៅឆានីតៃប៉េគាត់ក៏បានជាប់នៅក្នុងបញ្ជីដែរតែគ្រាន់តែកាលនោះដូចជាមិនបានលេងគាត់ក្នុងការជាប់នោះគាត់មានគាត់ផងមានយុវជន16ឆ្នាំគឺផានវិរៈរបស់ក្លឹបវិសាខាដែលសិតតែកីឡាករក្មេងៗហើយគាត់អាចមានបាទសមត្ថភាពលោកកូជីអាចយកអាចរើសនៅក្នុងបញ្ជីអ៊ុយ20ណាអញ្ចឹងសិតតែល្អដែលគាត់រើសអញ្ចឹងណាពួកអាយុគាត់ទៅ16ទេកាលហ្នឹងឥឡូវ17ឆ្នាំអញ្ចឹងគាត់មានឱកាសជាប់ក្នុងបញ្ជីអ៊ុយ20ហ្នឹងគឺជារឿងមួយដ៏ល្អប្រសើរមែនតើបាទអញ្ចឹងសង្ឃឹមថានឹមអូវ៉ាន់ដានឹងមិនទាន់បោះបង់អាជីពហើយនឹងមានក្លឹបបាទផ្សេងចែកចៅគាត់ជាពិសេសបាទក្លឹបក៏កម្ពស់គាត់រៀងបានដែរឃើញក្នុង Cameroon Premier League គឺ 1m70 ក្នុងនាមខ្សែការពារស្ដាំហ្នឹងគឺគាត់ឡើងចុះតតទីហោហែដែរហ្នឹងក្នុងការលេងអ៊ុយជំរុះអ៊ុយ16ក៏ដូចជាអ៊ុយ17ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបាទកន្លងទៅនេះបងប្អូនបានតាមដានច្បាស់ជាយល់ច្បាស់បាទអរគុណបងប្អូនគ្រាន់តែរំលឹកអំពីអូវ៉ាន់ដាដែលជាខ្សែការពារល្អមួយរូបនៅក្នុងសាលាបាល់ទាត់ជាតិបាទបាទីបាទជំរាបលាជួបគ្នាវីដេអូក្រោយបាទ